មួយមានវិជាការសម្រាប់អ៊ំ អូមានពីខាងសាញ់មកដល់ហើយ បងឯងមកដល់តាំងពីពេលណា បងមកដល់មុននេះបន្តិច នៅពេលដែលខ្ញុំជួបបងគឺខ្ញុំតែងតែនឹកឃើញដល់ថ្ងៃមួយដែលខ្ញុំត្រូវរបួសពេលនេះខ្ញុំក៏បាននិយាយវិទ្យុតាក់ទងទៅកាន់បង ប៉ា6202និយាយបានតែមួយម៉ាត់ក៏បាត់ចឹងទៅ មែនហើយសញ្ញាសម្ងាត់របស់យើង01គឺស្លាប់02គឺរបួសធ្ងន់ឯ03គឺរបួសស្រាលថ្ងៃនោះហើយដែលខ្ញុំត្រូវរបួសធ្ងន់គឺត្រូវភ្នែកឆ្វេងតែម្ដងពេលនោះបងបានហៅមកខ្ញុំថាប៉ា62តាណាខ្ញុំខំកាយឈាមចេញពីមាត់ហើយនឹងច្រមុះក៏បានប្រាប់ទៅបងវិញថាប៉ា6202ហើយក៏សន្លប់ដេកដឹងខ្លួនតែម្ដងនៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញគឺមកដល់ពេលសមរភូមិបាត់ទៅហើយថ្ងៃអង្គារ15កើតខែពេញបូរហើយពិភពលោកទាំងមូលក៏ប្រែប្រួលអត់រលីង ហើយពិភពលោកប្រែប្រួលយ៉ាងម៉េចទៅ បាទបងភ្នំពេញនិងប្រទេសទាំងមូលបានរំដោះហើយឯកែភ្នែកខាងឆ្វេងរបស់ខ្ញុំគឺត្រូវបាត់បង់នោះអី ហើយចុះមិនបញ្ចែងមួយគ្រាចុងក្រោយទៅថាខ្ញុំមានប្រពន្ធហើយ ឬថាប្រពន្ធជាតិគ្រប់ខែផងមែនទេ បាទបងប្រហែលជា3អាទិត្យទៀតនេះខ្ញុំខ្លាចខ្លួនជាពួកគេហើយ ណាហើយយើងចូលទៅក្នុងដើម្បីប្រជុំវិញ បាទបង ដើម្បីជាតិសង្សារលះបង់កាយចិត្តជីវិតប្រះព្រាត់គ្រួសារ7មេក្រាវាយខ្មាំងឬជារំដោះប្រជា ថ្ងៃនេះយើងប្រជុំមានគ្នាតែ4នាក់ការងារនេះសំខាន់ណាស់ហើយត្រូវរក្សាជាការសម្ងាត់ហើយនឹងរៀបចំឲ្យបានមើងម៉ាត់បំផុត ជួយខេមរាស្ដាររត់ពី សភាពការពិភពលោកនិងក្នុងតំបន់ប្រែប្រួលខ្លាំងណាស់ស្មុគស្មាញណាស់ពួកសេរីនិយមសូវៀតបានចងសម្ព័ន្ធភាពជាមួយពួកសេរីនិយមយួនហើយយួនគេបានបង្រួបបង្រួមភាគខាងជើងនិងភាគខាងត្បូងដែលពីមុនជាប្រទេសពីរឲ្យមកប្រទេសតែមួយវិញហើយបានចូលជាសមាជិកអង្គការសហជីវជាតិមិនបានប្រមាណថ្ងៃផងរដ្ឋាភិបាលយួនបានត្រៀមកម្លាំងទ័ពស្រួចនិងរាប់សិបកងពលដើម្បីត្រៀមវាយលុកចូលប្រទេសកម្ពុជាអង្គការភ្លឺស្វាងមើលឃើញសភាពការមុនដូច្នេះអង្គការមានផែនការវាយលុកមុនចូលក្នុងផ្នែកខ្លះនៃប្រទេសយួនដើម្បីបំផ្លាញផែនការរបស់យួនកុំឲ្យមានពេលរៀបចំដូច្នេះអង្គការសម្រេចឲ្យកងវីរៈសេនាធំពិសេសរបស់សមមិត្តសឿងសមមិត្តសម្រាប់រៀបចំកម្លាំងចូលគោលដៅក្រុងទុកដើម្បីរងចាំបទបញ្ជាវាយលុក ជាដើម្បីជាតិសង្សារ អង្គការមានផែនការវាយលុកចូលប្រទេសវៀតណាមហើយប្រើឲ្យខ្ញុំចូលទៅវាយទៀតផងតើខ្ញុំគិតយ៉ាងម៉េចចេះបកកាយមិនបានទេខ្ញុំត្រូវតែប្រើប្រាស់ផែនការរបស់អង្គការនៅពេលនេះដើម្បីបញ្ជាកម្លាំងរៀបចំតាមគោលដៅដែលខ្ញុំបានកំណត់ទុកដើម្បីវាយរំលំអង្គការវិញខ្ញុំត្រូវប្រើល្បិចទល់ល្បិចទៅបាននេះចាត់ទុកថារកអុកប្រទេសជើងងាប់ទៅចុះ ពលសម្រាប់កំពុងគិតអីហ្នឹង បាទបងខ្ញុំកំពុងតែស្ដាប់ហើយកំពុងតែគិតអំពីផែនការដែលត្រូវ កិច្ចដូច2ឆ្នាំទៅមិញមិនព្រមទៅប្រក្រាបពួកចាំដែលបះបោនោះអី សមមិត្តដេតចេះតែនិយាយបញ្ជាតបទៅច្បាំងណាសមមិត្តវាមិនដូចជាបញ្ជាមនុស្សឲ្យទៅលើព្រឺស្រែដូចជាសមមិត្តបញ្ជារាល់ថ្ងៃនោះទេបើសមមិត្តមិនធ្លាប់ជួបយកក្នុងសមរភូមិទេនោះសមមិត្តគួរតែទុកលទ្ធភាពឲ្យខ្ញុំព្រោះខ្ញុំគឺជាប្រធានសេនាធិការហើយការងារទាំងអស់នេះគឺជាភារកិច្ចពេញលេញរបស់ខ្ញុំ ស្មារតីដេតស្មារតីសម្រាប់គុំរវល់តែបកកាយគ្នាឥឡូវនេះខ្ញុំចង់ដឹងពីចំនួនទ័ពក្នុងអង្គភាពអាវុធទីតាំងទ័ព
សូមបើកផែនទីហើយរាយការណ៍ខ្ញុំមក ដំបូងខ្ញុំសូមរាយការណ៍ជូនអំពីស្ថានភាពកម្លាំងកងវរៈសេនាធំទាំងមូលមានកម្លាំងជាង 2000 នាក់មាន3វរៈសេនាទុយថ្មីជើងវរៈសេនាទុយលេខ 55 ឈរជើងនៅឃុំច័ន្ទមូលស្រុកមេមត់ឃ្លាតពីព្រំដែនវៀតណាមជិត10 គីឡូម៉ែត្រវរៈសេនាទុយលេខ 75 ឈរជើងក្នុងចន្លោះភូមិកោះថ្មនិងភូមិកដុលតាមបណ្ដោយផ្លូវជាតិលេខ 7 ឯវរៈសេនាទុយលេខ 59 កំពុងចូលរួមធ្វើប្រព័ន្ធបន្លាយទឹកនៅស្រុកត្បូងឃ្មុំនៅទីបញ្ជាការដែលយើងកំពុងតែប្រជុំនេះមានកងអនុសេនាធំកំភ្លើងធំអនុសេនាធំសើបការអនុសេនាធំពេទ្យកំភ្លើងធំមានកម្រិតត្រឹមត្បាល់120 មីលីម៉ែត្រ ឥឡូវនេះខ្ញុំចង់សួរពីផែនការរៀបចំការកែសម្រួលនៃការចូលជើងនៃកម្លាំងដើម្បីត្រៀមវេលុកសូមចង្អុលបង្ហាញលើផែនទីតែម្ដងទៅ គិតយ៉ាងមិនចេះខ្ញុំបើរៀបតាមផែនទីឆាប់ពេកអាចពួកគេសង្ស័យណាស់មិនត្រូវច្រឡំតបប្រហែលពេកទេបញ្ហាសំខាន់របស់ខ្ញុំនៅពេលនេះគឺត្រូវក្តាប់យកកន្លឹះបញ្ជាតបឲ្យបានសិន យ៉ាងម៉េចបងអូនមេមជាការសម្រេចហើយក៏គិតយូរម្លេះ បាទខ្ញុំគិតថាកែសម្រួលឲ្យកងវរៈសេនាតូចលេខ 75 ទៅឈរជើងនៅក្បែរព្រៃជ្រាវជាប់ព្រំប្រទល់ស្រុកស្នួលនិងខេត្តកញ្ចេះឃ្លាតពីព្រំដែន 5 គីឡូម៉ែត្រទៅឈរក្បែរទន្លេចាមឃ្លាតពីព្រំដែនប្រហែលជា 3 គីឡូម៉ែត្រវរៈសេនាធំទុកជាកម្លាំងអន្តរាគមន៍របស់គណៈបញ្ជាការសមរភូមិ ខ្ញុំមិនឯកភាពទេសមមិត្តមេបញ្ជាការសម្រាប់មើលទៅដូចជាខ្លាចសំបីតែការរៀបចំកម្លាំងនេះក៏មិនហ៊ានឲ្យឈរជាប់នឹងព្រំដែនដែរតែហេតុអីទៅព្រោះចាំបាច់អីយកកម្លាំងទៅដាក់នៅឯព្រៃជ្រាវនៅព្រំដែនស្រុកស្នួលខេត្តកញ្ចេះវិញ សមមិត្តដេតយើងយកកម្លាំងទៅវាយគេឬក៏យកកម្លាំងទៅឲ្យគេវាយនេះជាបញ្ជាឲ្យធ្វើការវាយលុកមិនមែនបបបញ្ជាឲ្យវាយកម្លាំងការពារណាសូមបងឯងបញ្ជាក់ម្សាទៀតតើត្រូវរៀបចំកម្លាំងវាយលុកឬរៀបចំកម្លាំងការពារ រៀបចំកម្លាំងដើម្បីវេលុកហើយសមមិត្តដេតចាំស្ដាប់ការបញ្យល់របស់បងអូនមេមជាការសម្រេចសិនទៅ យើងរៀបចំជំហានដំបូងត្រឹមប៉ុណ្្នេះគឺវាសល់ល្មមហើយម្យ៉ាងយើងត្រូវផ្គុំកម្លាំងវឹកវើមុនធ្វើការវាយលុកបើយកទៅជាប់ព្រំដែនត្រូវពង្រាយកម្លាំងមិនអាចខ្លាយទៅជាកម្លាំងវាយលុកបានទេម្យ៉ាងទៀតយើងក៏មិនទាន់ចូលស៊ើបការក្នុងទឹកដីវៀតណាមនៅឡើយមិនដឹងកម្លាំងគេនៅអាណាពិតប្រាកដឯកម្លាំងដាក់នៅព្រៃជ្រាវខេត្តកញ្ចេះនោះគឺវាសំខាន់ខ្លាំងណាស់ព្រោះជាកម្លាំងអន្តរាគមន៍ស្រាប់ឆ្វេងផងនិងជាកម្លាំងវាយលុកតាមច្រកទន្លេចាបដើម្បីចាប់ដៃជាមួយនឹងវរៈលេខ 55 ផងយល់ទេសមមិត្តដេតនេះហើយជាកិច្ចការសេនាធិការកងទ័ព យ៉ាងម៉េចទៅហើយសមមិត្តសឿងដូចជាគ្មានយោបល់អីប្រមាថសោះនេះ ស្ម័គ្រមិត្តឯងមិនលាក់បាំងទេតាំងពីសង្គ្រាមរំដោះជាតិមកខ្ញុំពឹងពាក់លើក្មួយមេបញ្ជាការសម្រេចទាំងស្រុងហើយខ្ញុំឯកភាពតាមក្មួយមេបញ្ជាការសម្រេច ប៉ុណ្ណឹងសិនចុះណាហើយប្រពន្ធរបស់បងអូនមេបញ្ជាការសម្រេចនេះចិត្តឆ្លងទន្លេផងតើអឺតមើលប្រពន្ធផងឬក៏គួរយកប្រពន្ធទៅឆ្លងទន្លេនៅទីពេទ្យតំបន់ក្នុងស្រុកមេមត់ក៏បានដែរហើយឆ្លងទន្លេរួចយកប្រពន្ធមកទីនេះក៏បានឬក៏យកទៅភូមិសម្រោងវិញក៏បានស្រេចទៅលើសមត្ថភាព អរគុណបងមេបញ្ជាការខ្ញុំក៏សូមផ្ដាំសួរសុខទុក្ខបងស្រីហើយនឹងក្មួយៗផងដែរ សមមិត្តឯងធ្វើអញ្ចឹងចាបានជាអាចសម្រេចវាបានចិត្តមិនអីទេចាំអញរាយការណ៍ទៅថ្នាក់លើជាពិសេសសមមិត្តសុទ្ធប្រធានតំបន់ 21 ដែលជាបងជីដូនមួយរបស់អញ